កមួយថ្ងៃពេញរបស់ខ្ញុំជាមួយនឹងជីវិតអ្នកកំដរនៅថ្ងៃមង្គលការមិត្តភ័ក្តិរបស់ខ្ញុំអញ្ចឹងថ្ងៃហ្នឹងខ្ញុំរត់មកពីថ្ងៃសង្ហហងដោយសារតែខ្ញុំហ្នឹងត្រូវកដរកូនកំមុំមកពេលហើយចឹងទៅរត់មកឥឡូវកម្មវិធីគេចប់ហើយខ្ញុំកាត់ទេបងប្អូនជួបជុំមិត្តភ័ក្តិអីចឹងទៅហើយមានមិត្តភ័ក្តិមួយចំនួនខ្ញុំនេះគឺចាមានការមកមេញឹកជាមួយនឹងការច្រកផ្លែឈើរបស់គេទៅទាំងថងតែម្ដងអញ្ចឹងបន្តមកទៀតហ្នឹងក៏នឹងគ្នាបែងចែកគ្នាទៅផ្ទះគេរៀងខ្លួនឥឡូវខ្ញុំផាត់មុខហើយបងប្អូនខ្ញុំកាត់យកហ្មងនេះខ្ញុំងើបមកតាំងពីម៉ោង 4-5 ភ្លឺបងប្អូនហើយនិយាយមែនហើយតចង់ស្អាតបងប្អូនហើយម៉ោង 4-5 ភ្លឺក៏ងើបមកដែរនិយាយមែនជីវិតអ្នកកដោបងប្អូនហើយបន្ទាប់ពីផាត់មុខរួចរាល់ហើយឥឡូវនេះមកផ្លាស់ប្ដូរសម្លៀកបំពាក់បែបប្រពៃណីនិងមានការថតរូបជាមួយនឹងកូនកំមុំចាស្អាតខ្លាំងបងប្អូនហើយមកគេសិតតសាច់ហ្មងចាឥឡូវនេះគេចាប់ផ្ដើមរៀបចំហើយចំនួនឲ្យបងប្អូនហើយមនុស្សច្រើនណាបងប្អូនភ្ញៀវគេមានការមកមានញឹកជាខ្លាំងឥឡូវនេះមានស្នាប់ការហើយចំនួនឲ្យខ្ញុំđang cho tôi tiền miền đặng và la thì cao khăn la sông hà ông cho tôi tiền miền đặng và la thì cao khăn la sông hà ông hai hôm không có họ quay thoát bằng sát sáng từ dài ông bằng sát không có họ quay thoát bằng sát sáng luôn dài ông chẳng mê chân trai nghĩ cho rằng kết rất rõ hiên tắt âm nằm nghề bọt dài thiên đường tam cũng nhất tung lọt đồn tắt âm nằm nghề bọt dài thiên tam cũng nhất tung lọt đồnបន្ទាប់ពីហើយចំនួនហើយហ្នឹងយើងចាប់ផ្ដើមចេញទៅទទួលភ្ញៀវហើយប៉ុន្តែមុនចេញហ្នឹងសូមថតមួយមីងកូនកំមុំសិនមានការស្អាតជាខ្លាំងបងប្អូនហើយឥឡូវនេះយើងចាប់ផ្ដើមរៀបដូចជាហែចូលបងប្អូនហ្នឹងហើយហែចូលជំរាបសួរភ្ញៀវកិត្តិយសអីហ៎ហើយបានថតជាមួយនឹងអ្នកកដោគ្នាយើងជាមួយនឹងកូនកំមុំឥឡូវបានវ៉ាន់ unboxing ថ្មីប្រអប់បេះដូងបងប្អូនហើយបើកមកតែសតឥឡូវខ្ញុំកាត់តែបងប្អូនឥឡូវនេះចាប់ផ្ដើមមកពេលគេគេចាប់ផ្ដើមរៀបចំកាត់សក់កាត់អីបងប្អូនមានគេរាំគេច្រៀងអីចឹងទៅជាមួយនឹងការបាច់ផ្កាស្លាដែរបងប្អូនបាច់ផ្កាស្លានឹងគេធ្វើពិធីអំបិល7អីបងប្អូនបន្ទាប់ពីធ្វើការអំបិល7ហើយចឹងទៅគេចាប់ផ្ដើមចងដៃចងអីណែខ្ញុំនេះផ្លាស់ប្ដូរក្អែមចងដៃចងអីជាមួយមិត្តភ័ក្តិដែរបងប្អូនហើយកុំឲ្យថាការមិត្តភ័ក្តិអត់បានចងដៃចងអីណាឆ្លៀតបងប្អូនញ៉ាំបាយសុកហ្នឹងឆ្លៀតមកចងដៃសិនឥឡូវដល់ពេលល្ងាចទេបងប្អូនគេផាត់មកមកតាំងទៀតឲ្យគេដូរម៉ូតសក់ដូរអីចឹងដូរហើយអស់ចឹងទៅយើងចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្ដូរក្អែវថ្មីទៀតឲ្យបងប្អូនទៅស្អាតទៅណាឈុតគេមួយខ្ញងហ្មងសម្បីតែកូនកំមុំអីនេះលះសាហាវលះអីលះស្អាតនេះកូនកំមុំមិនក្មួយគេមហាសានខ្ជូតនេះម្ដាយគេបងបកផ្លិតឲ្យហ្នឹងឥឡូវខ្ញុំបានជួបជុំមិត្តភ័ក្តិខ្ញុំហើយចាភឿនខ្ញុំមកហើយនេះបងប្អូនអើយស្ទាយខ្ជូតណាស់ឥឡូវខ្ញុំដើរមកមើលមិត្តភ័ក្តិចូលតុកចូលអីយើងអត់បានចូលតុកដូររ៉ូបដូរអីហ្មងទៅទទួលភ្ញៀវអស់ចិត្តអស់ចាងហើយបងប្អូនហើយមានជាការដូររ៉ូបដើម្បីធ្វើការថតរូបបានរូបបានច្រើនទៅទុកអនុស្សាវរីយ៍មិនតាន់ញ៉ាំអីអត់ទៅបងប្អូនហើយអត់បានរំនេះជីវិតខ្ញុំភ្លឺស្វាងហើយ
ងប់ជាមួយនឹងការរំជាខ្លាំងអត់តែសบายខ្ញុំចូលចិត្តណាបងប្អូននេះមិត្តភក្តិខ្ញុំនៅផឹកស៊ីឡើយចានៅចូលវងចូលអីនេះចូលគេដែរប៉ុន្តែញ៉ាំបានតិចតួចទេដោយសារតាអត់សូវឃ្លានបងប្អូនដោយសារតាយើងហត់មួយថ្ងៃពេញចឹងទៅក៏ញ៉ាំបានតិចហ្នឹងឥឡូវដល់វគ្គកូនកំមុំកូនកន្លោះគេកាត់ផ្លែឈើឲ្យបងប្អូនហើយនេះអូយខ្ជិះខ្ជូតនេះធ្វើបាបមួយសិនធ្វើបាបគេពេលឃើញគេចឹងអៀនវិញឥឡូវគេចាប់ដើមបោះផ្កាបោះអីបងប្អូននឹងចេះឆើតែខ្ញុំមានតែចង់បានផ្កាចង់បានអីពួកអីជីវិតខ្ញុំវាតែប៉ុណ្្នឹងបន្ទាប់ពីគេបោះផ្កាបោះអីហើយចាមានជាការគូស្នេហ៍មួយគូចាប់បានផ្កាអីណាលុតជង្គង់លុតអីនេះអើយចំណែនជីវិតគេណាខ្ញុំនេះបើបានឃើញចឹងហើយមានសេចក្តីរំភើបជាខ្លាំងអើយសប្បាយណាបងប្អូនឃើញចឹងណានិយាយមែនកម្មវិធីម្ដងនិយាយពីថាសប្បាយជាងកូនកំមុំកូនកន្លោះគេទៀតឥឡូវបាច់នេះច្រើនទៅបងប្អូនមកមើលការរួមមិត្តភក្តិដាក់ទៅ friend ដាក់អស់ចិត្តដាក់អស់ចិត្តដាក់អស់ដៃទៅមានអីការមិត្តយើងម្ដងតាលះទៅ friend ស្វាគមន៍បងប្អូរំខាងក្នុងមិនអស់ចិត្តចានាំគ្នាមកវាយឡើងនៅវងតុកញ៉ាំអីទៀតនិយាយពីថាកូនកំមុំនេះលះសាហាវបងប្អូនហើយអើយសប្បាយណាស់
ចាមានការសប្បាយរំអ៊ូអយចឹងណាឥឡូវនេះចាប់ផ្ដើមប្រម៉ែប្រម៉យចាមានការហាត់នឿយអង្គុយចុកជើងហើយផឹកមិនសូវបានទេតែបានរំយងហើយណេះដោះឲ្យស្បែកជើងស្រោមជើងអីទៅអស់ហើយអើយចឹងណា ឆាប់ដល់គូណា តែស៊ីមានបានសុខសប្បាយជួបមនុស្សល្អល្អ កុំឲ្យគេបោកគេបានមុនកុំឲ្យគេបោកទៀតណាបានមុន ចាសូមអរគុណបន្ទាប់ពីកូនកំមុំគួចដៃពេលដែលយើងបានកដោអីហើយអស់ហើយឥឡូវខ្ញុំរៀបចំទៅផ្ទះវិញឯងបងប្អូនអរគុណដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ណាអរគុណណាប់ណាប់បាយបាយ